ngày tuần tân rong chấm ban mà đo lại bong bồnนี่คือជាមេបាថ្មីដែលទើបតែនឹងធ្លាក់ពងហើយមេបានេះដែរគឺជាគោលបង្កាត់ផ្ទាល់ដែលយើងចាប់ដើមពីព្រៀបពីគូដំបូងរហូតដល់បានកូនប្រហែលជា10គូហើយឥឡូវវាកំពុងតែធ្លាក់ពងបដាឲ្យបងប្អូនហើយធ្លាក់ពងនេះដូចជា4-5សបុកហើយ5សបុកហើយដែលធ្លាក់ពងគឺជាមេបាថ្មីហើយពងលើកទី1លើកទី2នេះគឺមិនសង្ឃឹមថាវាបានលទ្ធផលឬក៏កកំណើតទេភាគច្រើនគឺពងលើកទី1និងលើកទី2ហ្នឹងគឺពងអត់មានមេជីវិតទេបងប្អូនអាចចូលដល់ពងវគ្គទី3និងវគ្គទី4គឺមានមេជីវិតពួកឯនេះវាជាបទពិសោធន៍ផ្ទាល់ដែលតាមសង្កេតនឹងការចិញ្ចឹមវាកន្លងមកដោយតែខ្ញុំបានធ្វើទៅវីដេអូមុនៗអញ្ចឹងបងប្អូនហើយការទន្ទឹងរង់ចាំនេះបានមកដល់ហើយនេះគឺជាកូនប្រកាត់ខ្លួនឯងផ្ទាល់ដែរតែសត្វតែជាកូនតូលដែលវាអត់មានគូយើងមិនដឹងថាមេឬឈ្មោលហើយនៅក្នុងនឹងដែរវាមាន2គូដែរដែលក្រាបពងដល់វគ្គក្រោយបានយើងប្របែកវាដាក់នៅក្នុងត្រង់មេប្រកាត់អរគុណច្រើនសម្រាប់ទស្សនាវីដេអូនេះអរគុណ